កសិករម្នាក់បានស្លាប់បន្ទាប់ពីត្រូវហ្វូងឃ្មុំវ័យប្រហារមុនពេលគាត់ស្លាប់គាត់បានបន្សល់ទុកនូវពាក្យបណ្ដាំមួយនាយកប្រតិបត្តិពាក្យបណ្ដាំបានប្រមូលកម្មករទាំងអស់ដាក់លុយមួយដុំនិងប្រាក់គម្ពីរមួយនៅលើតុហើយសុំឲ្យពួកគេជ្រើសរើសតាមចិត្តមនុស្សគ្រប់រូបជ្រើសរើសលុយលើកលែងតែកម្មករវ័យក្មេងម្នាក់ដែលនិយាយថាលុយអាចជួយខ្ញុំបានប៉ុន្តែប្រាក់បន្ទូលរបស់ព្រះមានតម្លៃជាងមាសទៅទៀតខ្ញុំជ្រើសរើសព្រះគម្ពីរមនុស្សម្នាសែកចង្អុកគាត់ប៉ុន្តែពេលគាត់បើកព្រះគម្ពីរគាត់បានរកឃើញស្រមសម្បត្តិពីរលាក់នៅខាងក្នុងមួយក្នុងចំណោមនោះមានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់និងសរសេរដោយខាងក្រោមថាទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំនឹងជាកម្មសិទ្ធិរបស់អ្នកដែលពិតជាឲ្យតម្លៃព្រះបន្ទូលរបស់ព្រះព្រោះព្រះបន្ទូលរបស់ព្រះលើសជាងអ្វីទាំងអស់ព្រះអម្ចាស់យេស៊ូវមានបន្ទូលថាដូច្នេះអស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំនៅមុខមនុស្សលោកនោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះនៅចំពោះព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ក៏ដែរម៉ាថាយ 10:32 នៅពេលអ្នកបញ្ចេញមតិនិងចែករំលែកវីដេអូនេះវាដូចជាអ្នកកំពុងនិយាយថាព្រះជាម្ចាស់អើយទូលបង្គំជឿជាក់លឿទ្រង់ហើយទូលបង្គំមិនខ្មាស់ទេសូមព្រះប្រទានពរអ្នកអាមែន